មកទៀតហើយបងប្អូនកីឡាករធឿនធីរ៉ាត្រៀមចូលប្រកួតនៅថ្ងៃទី3ខែកក្កដាឆ្នាំ2025នេះក្នុងមហាព្រឹត្តិការណ៍ Skansburg Golden Boy គុនខ្មែរត្រៀមបង្កើតមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីរបស់លោកថុំគឹមគាត់បានលើកឡើងហើយនៅក្នុងហ្នឹងកីឡាករធឿនធីរ៉ាត្រៀមបើកឆាកមហាព្រឹត្តិការណ៍ទៀតហើយប៉ុន្តែអត់ទាន់ដឹងថាប៉ះកីឡាករមកពីខាងណាទេប៉ុន្តែលើកនេះគឺលោកថុំគឹមគាត់បានលើកឡើងហើយគឺកាលមុនដូចជាការប្រកួតGolden Boy ម្ដងហើយបងប្អូនព្រឹត្តិការណ៍លើកទី1លើកនេះគឺបើកវត្តសាស្ត្រថ្មីមួយវគ្គទៀតហើយគឺការប្រកួតត្រៀមពេញលេងហើយបងប្អូនដឹងតែក៏ក្រៅហើយអ្នកលេងផ្លែកែងទៀតធឿនតារាគឺបងប្អូនដឹងហើយគឺមករជាការប្រកួតរបស់គាត់ថ្មីនេះប៉ះជាមួយនឹងកីឡាករឌុលឌីដៃឡូគឺផ្ទុះការរិះគន់ខ្លាំងតែនដោយសារកីឡាករធឿនតារាគាត់ប្រកួតស្ទុះសុខភាពគាត់មិនសូវណោយផលប៉ុន្តែការវិលត្រឡប់របស់គាត់មកលើកនេះសង្ឃឹមថាមិនឲ្យអ្នកគ្រប់គ្រងរិះគន់ទៅចោះបងប្អូនសូម្បីតែ MC ពថាក៏គាត់បានលើកឡើងតែគាត់ថាបើកីឡាករធឿនតារាគាត់មិនវឹកហាត់ពេញលេងពេញស៊ប់ទេគឺមិនឲ្យឡើងប្រកួតជាដាច់ខាតខ្លាចអ្នកគ្រប់គ្រងរិះគន់ដូចលើកមុនទៀតបងប្អូនហើយនៅក្នុងហ្នឹងគឺមហាព្រឹត្តិការណ៍ Golden Boy លើកនេះគឺមានកីឡាករគុនខ្មែរយើងចូលរួមប្រកួតបងប្អូនគឺមានកីឡាកររាហូមាសឈុតស្រីវ៉ាន់ថងអ្នកលេងប្រអប់ឆ្វេងឡាវចន្ទ្រានិងចម្រើនគុនខ្មែរមើលមីឃីអេអមរិនពូថងហើយនឹងអ្នកលេងផ្លែកែងកែបខៀធឿនតារានេះឯងហើយយើងមើលតើលើកនេះប៉ះកីឡាកររូបណាព្រោះអីយោងតាមខមមិនរបស់លោកថុំគឹមគាត់ថាកីឡាករតណាន់ឆៃប៉ុន្តែគាត់ថាជាការខមមិនលេងសើចរបស់គាត់ទេបងប្អូនមើលទៅព្រោះគណៈថៃនិងខ្មែរមិនទាន់សម្រោះសម្រួលគ្នាផងមិនត្រូវយកកីឡាករថៃមកប្រកួតបានបងប្អូនបើកីឡាករតណាន់ឆៃមកប្រកួតបានទាល់តែកីឡាករតណាន់ឆៃហ្នឹងគឺលែងចូលស្រុកទេអញ្ចឹងណាបងប្អូនហើយសំខាន់គឺកីឡាករគុនខ្មែរយើងចូលរួមប្រកួតលើកនេះយោងសារតាមរបស់លោកបងថុំគឹមគាត់បានបង្ហើបថាកីឡាករគុនខ្មែរលើកនេះប្រកួតប៉ះមកពីបណ្ដាប្រទេស5-6ប្រទេសនឹងឯងបងប្អូនព្រោះអីមហាព្រឹត្តិការណ៍នេះគឺជាមហាព្រឹត្តិការណ៍ធំអញ្ចឹងហើយការដឹកនាំយកកីឡាករមកប្រកួតក៏មិនមែនលំដែរបងប្អូនគាត់ថាយើងអត់ដឹងថាកីឡាករដែលចូលរួមប្រកួតនេះមិនដឹងថាជាលំដាប់ណាទេព្រោះកន្លងមកខាងថោនតែងតែសហការជាមួយនឹងស្រាប៊ីកិនស្បឺតបង្កើតបានមហាព្រឹត្តិការណ៍គុនខ្មែរធំមិនថាការប្រកួតក្នុងស្រុកនិងក្រៅស្រុកតែងតែយកកីឡាករមកប្រកួតគឺមិនមែនលំតែលំដាប់ពេលលើកនេះគឺសឹងថាគ្រប់ប្រទេស6ប្រទេសប៉ះស្ទើរដាប់ហើយបងប្អូនលើកនេះដឹងតែញាក់សាច់ខ្លាំងតែនព្រោះជើងខ្លាំងគុនខ្មែរយើង6រូបនេះប៉ះគេ6ប្រទេសធានាថាញាក់សាច់ហើយការប្រកួតនេះគឺធ្វើឡើងនៅថ្ងៃពហុទី3ខែកក្កដាឆ្នាំ2025ចាប់ពីវេលាម៉ោង8យប់តទៅទីតាំងការប្រកួតនៅក្បែរដីឡូស៊ូនពេជ្រខណ្ឌកបោរាជធានីភ្នំពេញហ្នឹងហើយបងប្អូនពេញលេងហើយកុំភ្លេចចាំទស្សនាដល់គ្នាព្រោះកីឡាករធឿនតារាការប្រកួតនៅខណ្ឌកបោនេះជាពី3លើករបស់គាត់កន្លងមកតែងតែជោគជ័យធំច្រើនហើយជាមួយលើកនេះតើគាត់ជោគជ័យដូចលើកមុនអត់ព្រោះនៅទីតាំងខណ្ឌកបោនេះកីឡាករធឿនតារាគាត់តែងតែប្រកួតដើមឡានដើមផ្ទះហើយការប្រកួតកន្លងមកតែងតែជោគជ័យខ្សែក្រវ៉ាត់គឺនៅតំបន់ខណ្ឌកបោនេះហើយជាមួយតើកីឡាករធឿនតារាគាត់ប្រកួតលើកនេះស្ដារមុខមាត់គាត់មកវិញបានដែរឬទេព្រោះការប្រខាត់របស់គាត់នៅក្លឹបគ្រូអេធម្មតាទេក៏មកតើឡើងសង្វៀនផ្ទុះការរិះគន់ទៀតបានហើយបងប្អូនព្រោះអ្នកគ្រប់គ្រងគុនខ្មែរយើងមិនថាកីឡាកររូបណាធ្លាប់សាងគេឈ្មោះគុនខ្មែរប៉ុណ្ណាទេខាន់តើប្រកួតមិនសូវល្អមើលដឹងទៅរិះគន់ហើយដូចកីឡាករធឿនតារាគាត់ក៏សាងគុនខ្មែរយើងផ្សព្វផ្សាយជួយគុនខ្មែរយើងផ្សព្វផ្សាយគេដឹងល្បីដល់សពថ្ងៃនេះក៏ច្រើនដែរបងប្អូនកីឡាករធឿនតារាតាំងពីឈ្នះសេះជុកភូមិផាមួងមកម្លេះគឺគាត់ជួយគុនខ្មែរយើងបានច្រើនហើយនៅមានតែព័ត៌មានប៉ុណ្ណេះទេចែកជូនបងប្អូនហើយកុំភ្លេចចុច Subscribe អ្នកមួយផងសញ្ញាក្តឹងដើម្បីបានព័ត៌មានថ្មីៗចែកជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃ